ជំរាបសួរអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាការឈ្លានពាន4លើករបស់ថៃមកលើកម្ពុជាព្រំដែនព្រះវិហារការវាយប្រហារលើកទី4របស់កងទ័ពសៀមមកលើកម្ពុជាកាលពីព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2011បានបញ្ចប់ក្នុងរង្វង់ប្រមាណ20នាទីដោយធ្វើឲ្យទាហានសៀម4នាក់បានស្លាប់ចំណែកការវាយប្រហារធំកាលពីយប់ថ្ងៃទី6កុម្ភៈត្រូវបានកាសែត2របស់សៀមនិយាយថាកងទ័ពកម្ពុជាបានត្រូវចំណុចសំខាន់ជាច្រើនរហូតដល់បង្ខំឲ្យមេទ័ពសៀមបញ្ជាឲ្យបិទច្រកទ្វារព្រំដែនមួយចំនួនខ្លាចក្រែងអ្នកស៊ើបការកម្ពុជាចូលដល់ប្រជាជនកម្ពុជាភាគច្រើនយល់ថាទោះបីកងទ័ពថៃមានអាវុធមានចំនួនច្រើនហើយមានអាវុធទំនើបជាងកងទ័ពកម្ពុជាក៏ដោយក៏មិនអាចវាយឈ្នះកងទ័ពកម្ពុជាបានដែរព្រោះកងទ័ពកម្ពុជាមានទឹកចិត្តក្លាហានមោះមុតនិងមានបទពិសោធន៍ជាងកងទ័ពថៃឈ្លានពានសញ្ញាខានជម្រាបលាអ្នកគ្រូ